ត្រឡប់ទៅ2ឆ្នាំមុននៅពេលដែលរៀលទើបនឹងបានអឹមបាប៉េមកថ្មីហើយនៅក្នុងក្រុមមានដូចជាជូតបលីងហាម Vinicius Junior Rodrigo ដែលសិតតែជាកីឡាករដែលកំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងទាំង Champions League ហើយនិង La Liga ហើយថែមអឹមបាប៉េមកជួយប្រយុទ្ធកដាលទៀតកាលនឹងបើសិនជានេះឧទាហរណ៍ទេថាត្រឡប់ទៅ2ឆ្នាំមុនណាមានគេដើរមកដល់គេមកប្រាប់ខ្ញុំថារៀលចាប់ពីអឹមបាប៉េចូលមករហូតទៅមុខ2ឆ្នាំទៀតនឹងមិនមានពានសម្បីតែ La Liga Champions League ចាប់ដៃសម្បីតែមួយគ្រឿងណាដឹងតែខ្ញុំអត់និយាយរោម្នាក់នោះទេនេះហើយខ្ញុំខឹងណាស់អ្នកប្រាប់ទៀតមិនមែនមានតែខ្ញុំទេ fan Real ទាំងអស់គឺសុទ្ធតែមិនជឿគិតថាបើមិនបានលើក Champions League ទេត្រឹមមកពាន La Liga រត់រួចពីដៃ Real ទេមិនបាច់ខ្ញុំថាអញ្ចឹងយើងគិតមើលថាគូប្រកួតប្រជែងស្លាប់រស់របស់ Real Barcelona កាលនឹងជួបវិបត្តិហិរញ្ញវត្ថុទៀតចង់ទិញកីឡាកររូបណាដែលថ្លៃមកចូលរួមជាមួយក្រុមក៏ទិញអត់បានទៀតកាលនឹងទិញបានតែDani Olmo ពី Leipzig 55លានបូកប៉ុណ្ណា7លានអឺរ៉ូទៀតនឹងទិញបានខ្សែប្រយុទ្ធវ័យក្មេង Paul Victor ពី Girona តម្លៃខ្លួនរបស់វាតែ 2.7 លាន2នាក់ឲ្យគាត់ជួបវិបត្តិហិរញ្ញវត្ថុទិញកីឡាករអត់កើតBarcelona ប្រើវិធីសាស្ត្ររុញក្មេងៗឲ្យឡើងមកលេងឈុតធំមានដូចជា Pau Cubarsí Marcelo អីហ្នឹងឡើងកាល2024នឹងឯងបើអាម៉ាល់គេឡើងតាំងពី2023ហើយដល់អញ្ចឹងខ្ញុំគិតថាមិនត្រឹមមក La Liga អី Real ដឹងតែស៊ីផុយហើយឆ្លៀតអាមុនបើករដូវកាលទៅឈ្នះ Atalanta លើកពាន Super Cup ទៀតគឺវា perfect គ្រប់យ៉ាងបដ ாய் ហើយនេះខ្ញុំគិតដល់រដូវកាល2024 2025ហើយឆ្លៀតធ្លុះទៅដល់2026 2027ខ្ញុំគិតថា fan Real ត្រៀមតែហូហើយនឹងត្រៀមហែពៀនទៅការពិតមានណាបាច់ចកេះភឹងបាច់ចកេះត្រង់Real អត់បានលើក La Liga ហ្នឹងមកជុំទេងុំមកBarcelona ដែលគេរុញតែក្មេងៗឡើងមកលេងសោះលើក La Liga 2ឆ្នាំជាប់ fan Real មានបានទៅហែពៀនហែអីគេណាបានតែអង្គុយហែអាវតែយើងមិនជឿក៏ត្រូវតែជឿដែរព្រោះអីវាកើតឡើងហើយមានទាំងមួយឆ្នាំដូរគ្រូ2ហើយឆ្លៀតទៅរៀបចំព្រឹត្តិការណ៍គុណខ្មែរនៅក្នុងក្រុមខ្លួនឯងទៀតនេះអាកាលហ្នឹងដល់ថ្នាក់មានអ្នកខ្លះទៅដេកពេទ្យតែដល់ការក្រោយហ្នឹងបានចូលសេម៉ូរីញ៉ូមកកែបញ្ហានៅក្នុងក្រុមហើយយើងអត់ដឹងទេណាតែគាត់មកកែបញ្ហាក្នុងក្រុមឬមួយក៏មកបន្ថែមបញ្ហាឲ្យក្រុមបើនិយាយពីអត្តភាពក្លឹបដឹងតែផ្ដល់អត្តភាពឲ្យគាត់ពេញលេញហើយគាត់មិនសិទ្ធសម្រេចទាំងអស់ក្លឹបដែលមាន superstar ច្រើនណាបើមិនផ្ដល់អត្តភាពឲ្យអ្នកចាត់ការទូទៅខ្លាំងអញ្ចឹងទេដឹងតែមិនដល់មួយឆ្នាំទេដឹងតែចែកផ្លូវគ្នាទៀតហើយក្លឹបជៀសលុយឲ្យគាត់ទិញកីឡាករមិនតិចទេហើយគាត់មានសិទ្ធសម្រេចថាចង់ទិញកីឡាកររូបណាហើយអត់ចង់យកកីឡាកររូបណាចូលមកក្លឹបដូចថាយើងខ្មាស់នេះខ្វះនោះអីយើងចូលទៅក្នុងផ្សារខ្លួនឯងហើយទិញមកបំពេញកន្លែងដែលយើងខ្វះខាតហើយឃើញមានកីឡាករថ្មីដែលរៀលទិញចូលមកជាហូរហែដែរចំពោះកន្លែងហ្នឹងចាំខ្ញុំធ្វើវីដេអូសរុបឲ្យនៅពេលដែលទីផ្សារដោះដូរកីឡាករបាត់ចាំជួបខ្ញុំវីដេអូក្រោយ